រឿងតនឹងទន្សាយនៅក្នុងព្រៃមួយមានតមួយក្បាលឈ្មោះភាសារកៈវាជាតដែលមានអំណាចខ្លាំងក្លាហើយសម្លាប់រង្គាលសត្វផ្សេងទៀតយ៉ាងសាហាវព្រៃផ្សៃបំផុតថ្ងៃមួយពួកធនិកសត្វទាំងអស់មានខ្លាឃ្មុំជ្រូកព្រៃក្របីទន្សាយនិងសត្វឯទៀតបាននាំគ្នាទៅជួបនឹងតហើយនិយាយថាលោកម្ចាស់ហេតុអ្វីបានជាលោកម្ចាស់សម្លាប់ពួកខ្ញុំមួយថ្ងៃយ៉ាងច្រើនដោយឥតប្រយោជន៍បែបនេះសត្វតែមួយក្បាលក៏អាចធ្វើឲ្យលោកម្ចាស់ឆ្អែតគ្រប់គ្រាន់ហើយសម្រាប់មួយថ្ងៃសូមលោកម្ចាស់យកយល់ដល់ពួកខ្ញុំទាំងឡាយផងពីថ្ងៃនេះទៅពួកយើងសន្យាថានឹងបញ្ជូនសត្វមួយក្បាលមួយថ្ងៃសម្រាប់លោកម្ចាស់ជាចំណីឲ្យទៅលោកម្ចាស់សន្យាថាឲ្យពួកយើងរកស៊ីពីពេញព្រៃនេះបានបែបនេះលោកម្ចាស់មិនចាំបាច់បារម្ភក្នុងការរកចំណីទេហើយពួកយើងក៏មិនរងនឹងការសម្លាប់រង្គាលដែរដោយគេនិយាយថា33ការលេបថ្នាំម្ដងបន្តិចមនុស្សម្នាក់នឹងមានកម្លាំងពលំឡើងដូចជាស្ដេចមានអំណាចដោយប្រមូលពន្ធពីប្រជារាស្ត្រម្ដងបន្តិចម្ដងគេត្រូវទៅថែរក្សាគោមេមួយឲ្យបានល្អមុននឹងវាផ្ដល់ទឹកដោះគោស្ដេចទឹកដើមឈើឲ្យបានល្អជាមុនវានឹងចេញផ្កាព្រះរាជាក៏ដូចគ្នាដែរត្រូវថែរក្សារាក្រមអវ៉ានបើទ្រង់ចង់បានប្រយោជន៍អំពីពួកគេនៅពេលដែលភាសារកៈបានស្ដាប់ពួកសត្វទាំងនោះនិយាយចប់ហើយវាក៏តបថាពួកឯងនិយាយត្រូវហើយតែបើអញមិនបានទទួលសត្វមួយក្បាលរាល់ថ្ងៃទេអញនឹងស៊ីពួកឯងទាំងអស់គ្នាពួកសត្វទាំងអស់ក៏សន្យានឹងតបថានឹងគោរពតាមសន្យាដូច្នេះហើយជារៀងរាល់ថ្ងៃពួកគេបញ្ជូនសត្វមួយក្បាលទៅឲ្យតស៊ីជាចំណីរួចហើយរកស៊ីក្នុងព្រៃដោយគ្មានខ្លាចកោតក្រែងតអ្វីទៀតដែរថ្ងៃមួយជាថ្ងៃដែលត្រូវវេនដល់វេនទន្សាយដោយសារតែការបង្ខំពីសត្វផ្សេងទៀតទន្សាយក៏ធ្វើដំណើរទៅជួបតយ៉ាងយឺតទាំងចិត្តមិនចង់ទៅតាមផ្លូវទន្សាយគិតពិចារណាពីវិធីដែលអាចសម្លាប់តបាននៅពេលនោះវាក៏មកដល់អណ្ដូងមួយវាតោមាត់អណ្ដូងអើតមើលទៅក្នុងអណ្ដូងក៏ឃើញរូបខ្លួននៅចាំងក្នុងអណ្ដូងទឹកនោះដល់ត្រឹមនេះវាគិតថាឥឡូវនេះអញដឹងវិធីដែលមិនអាចនឹងបរាជ័យហើយអញនឹងបញ្ឆោតតមកទម្លាក់ចូលក្នុងអណ្ដូងនេះទម្រាំតែទន្សាយនឹងទៅជួបតោចំជាពេលល្ងាចល្មមនៅពេលនោះភាសារកៈជ្រួលច្របល់ជាខ្លាំងដោយសារតែរងចាំយូរពេកវាលិតមាត់របស់វាដោយក្តីស្រេកឃ្លានហើយនិយាយថារឿងទី1ដែលអញត្រូវធ្វើនៅថ្ងៃស្អែកគឺសម្លាប់ពួកអាសត្វទាំងអស់នោះនៅពេលដែលវាកំពុងតែគិតបែបនេះទន្សាយមកដល់យឺតហើយទៅឈប់នៅមុខតោសម្លក់សម្លឹងមើលវាហើយស្រែកកំហុកថាណែអាពូជថោកទាបឯងមានខ្លួនតូចហើយនៅមកយឺតទៀតដូច្នេះអញនឹងសម្លាប់ហែងភ្លាមរួចហើយព្រឹកឡើងចាំអញសម្លាប់សត្វនៅក្នុងព្រៃនេះទាំងអស់ទន្សាយក៏តបថាលោកម្ចាស់វាមិនមែនជាកំហុសរបស់ខ្ញុំទេហើយក៏មិនមែនជាកំហុសរបស់សត្វផ្សេងទៀតដែរសូមលោកម្ចាស់មេត្តាស្ដាប់សិនខ្ញុំនឹងបញ្យល់លោកប្រាប់តោក៏តបថាហែងប្រញាប់និយាយឲ្យលឿនឡើងមកអាលនឹងអញស៊ីឯងទន្សាយក៏តបថាបាទលោកម្ចាស់ថ
ថ្ងៃនេះចំជាវេនរបស់ខ្ញុំដែលត្រូវបានថ្វាយខ្លួនជូនលោកម្ចាស់ឲ្យតែខ្ញុំតូចពួកគេបានបញ្ជូនទន្សាយ4ក្បាលផ្សេងទៀតមកជាមួយខ្ញុំនៅតាមផ្លូវមានតោធំមួយចេញមកហើយស្រែកថាហូពួកអាដែងពួកឯងទៅណាបន់ព្រះឲ្យហើយទៅខ្ញុំក៏និយាយថាលោកម្ចាស់ពួកយើងទាំងអស់គ្នានេះទៅជួបលោកម្ចាស់ភាសារកៈរបស់យើងនៅកន្លែងណាត់តាមវេលាកំណត់បន្ទាប់មកតោនោះក៏និយាយថាអាណាគេជាភាសារកៈអញជាម្ចាស់នៃព្រៃនេះពួកឯងត្រូវតែស្ដាប់តាមអញតែមួយម្នាក់គត់ភាសារកៈជាអ្នកបោកប្រាស់ប៉ុណ្ណោះអញនឹងចាប់យកគ្នាឯង4នាក់ជាចំណាត់ខ្មាំងអញຕົកទៅឲ្យហែងទៅជួបភាសារកៈដើម្បីមកតតាំងជាមួយអញបើនរណាឈ្នះអ្នកនោះនឹងក្លាយជាស្ដេចព្រៃនេះហើយអញស៊ីទន្សាយទាំងអស់នេះបានទន្សាយក៏បន្តថាដូច្នេះហើយខ្ញុំនឹងមកជួបលោកម្ចាស់ដូចតោមនោះបង្គាប់ដូច្នេះហើយបានជាខ្ញុំមកយឺតឥឡូវនេះសូមលោកម្ចាស់ធ្វើយ៉ាងណាក៏ធ្វើចុះនៅពេលដែលភាសារកៈឮបែបនេះវាក៏និយាយថាសម្លាញ់បើរឿងនេះពិតមែនចូលឯងនាំអញទៅជួបអាប្រហើននោះភ្លាមដើម្បីអញនឹងបញ្ចេញកំហឹងរបស់អញទាំងប៉ុន្មានចំពោះឯងនេះដាក់វាតលតែបែបនេះទើបអញស្ងប់ចិត្តទន្សាយតបថាលោកម្ចាស់វាជារឿងពិតតែតោមួយនោះរស់នៅក្នុងរូងមួយលោកម្ចាស់ប្រហែលជាពិបាកនឹងវាយប្រហារវាណាស់ព្រោះវារស់នៅក្នុងរូងនេះព្រោះតែនិយាយថា34អ្នកកាន់ធ្នូនៅពីក្រោយជញ្ជាំងប្រាសាទមួយអាចវាយប្រហារសត្រូវបានច្រើនរយនាក់នៅពេលដែលភាសារកៈលើបែបនេះក៏តបថាណែសម្លាញ់វាអាចលាក់ខ្លួននៅក្នុងរូងរបស់វាបានតែឯងគ្រាន់តែបង្ហាញវាដល់អញបានហើយអញនឹងសម្លាប់វាដោយគេនិយាយថា35បំបាក់សត្រូវនឹងជំងឺរបស់ខ្លួននៅគ្រាដំបូងបំផុតឬទុកឲ្យវាខ្លាំងព្រោះបំផ្លាញខ្លួនវាវិញទន្សាយក៏តបថាមែនហើយប៉ុន្តែខ្ញុំបានឃើញវាហើយវានោះខ្លាំងណាស់សម្រាប់លោកម្ចាស់ប្រហែលជាគ្រោះថ្នាក់បើលោកម្ចាស់មិនដឹងច្បាស់ថាវាខ្លាំងប៉ុណ្ណាទេដូចគេថា36អ្នកដែលត្រូវប្រហារសត្រូវដោយមិនដឹងកម្លាំងសត្រូវនិងសត្រូវវិញ្ញាគៈដូចមមាញនឹងភ្លើងភាសារកៈតបថានេះមិនមែនជារឿងរបស់ឯងទេឯងគ្រាន់តែនាំអញទៅជួបវិបានហើយទន្សាយតបថាមិនអីទេលោកម្ចាស់អញ្ចឹងសូមលោកម្ចាស់អញ្ជើញមកតាមខ្ញុំទន្សាយក៏បាននាំតោទៅឥណ្ឌូនៅពេលដែលពួកគេបានមកដល់មាត់ឥណ្ឌូទន្សាយនិយាយប្រាប់តោថាលោកម្ចាស់តើនរណាអាចបន្ទប់នឹងអំណាចរបស់លោកម្ចាស់បានអាបោកនេះពេលដែលឃើញលោកម្ចាស់មកដល់ក៏ទម្លាក់ខ្លួននៅក្នុងរូងទៅបាត់ហើយក៏លាក់បន្ទាប់មកទន្សាយក៏ចង្អុលទៅរូងអណ្ដូងតោចង្កួតពេលដែលឃើញរូបវាចាំងក្នុងអណ្ដូងក៏គិតថាជាសត្រូវរបស់វាក៏ស្រែករោគមួយទំហឹងសំឡេងខ្ទរមកវិញគ្រាន់តែក្តៅក្រហាយឡើងក៏លោតចុះទៅក្នុងអណ្ដូងនោះរួចក៏លង់ទឹកស្លាប់បាត់ទៅទន្សាយរីករាយក្នុងចិត្តត្រឡប់មកលំនៅវិញប្រាប់សត្វផ្សេងទៀតពីរឿងរ៉ាវដែលបានកើតឡើងពួកគេក៏សរសើរប្រាជ្ញាទន្សាយនិងរស់នៅប្រកបដោយសេចក្តីសុខក្នុងព្រៃនោះជាដរាបរហូតមក